បាទទស្សនីយអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញពីរបៀបនៃការធ្វើ table of content បាទអញ្ចឹងនៅក្នុងមេរៀននេះខ្ញុំគិតថានឹងមានសារៈប្រយោជន៍ហើយនៅក្នុងមេរៀននេះផងដែរគឺវាសំខាន់ទាក់ទងទៅនឹងការធ្វើជាកម្រងមេរៀនអញ្ចឹងណាទាក់ទងទៅនឹងធ្វើសៀវភៅធ្វើអីហ្នឹងវាតែងតែមានជាកន្លែងមេត្តាអញ្ចឹងណាបាទអញ្ចឹងទាក់ទងទៅនឹងកន្លែងមេត្តាហ្នឹងគឺយើងតែងតែប្រើនៅសញ្ញាបែបនេះហើយបាទអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ចេះធ្វើទេយើងអ្នកទាំងអស់គ្នាមើលវីដេអូនេះពីដើមដល់ចប់ទៅខ្ញុំនឹងបង្ហាញលម្អិតម្ដងមួយណាបាទការកតាកិច្ចការថ្មីមួយមកបាទខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំសូមកំណត់ line នេះសិនចូល pick layout យើងចូលមក margin ណាបាទយើងចូល margin យក custom margin មកយើងកំណត់កន្លែងនេះមក0.5 នេះមកបាទអូខេហើយទៅតនឹងកតាគឺយើងយកកតាបឆោណាយើងធ្វើនៅក្នុងកតាបឆោទៅបាទហើយកន្លែងនេះយើងអត់មានកំណត់អីទេយើងយកអូខេមកបាទខ្ញុំបានប៉ុណ្ណឹងជំហានបន្ទាប់យើងត្រូវធ្វើគេយើងដាក់មេត្តារបស់យើងមកទៅតនឹងមេត្តានេះយើងអាចដាក់មកឆ្វេងក៏បានកតាក៏បានដែរបាទ table of content អូខេ copy មកតោះចូលមកនេះវិញយើងដាក់វានៅកតាណាសម្រាប់ដាក់នៅកតាដូចរបស់គេមកបាទយើងយកប៉ុណ្ណឹងហើយយើងអាចតឡើង size ធំជាងហ្នឹងក៏បានដែរឬក៏យើងបដូរ font style តិចទៅយើងចង់បាន style បែបណាយើងយកហ្នឹងណាយើងចង់បាន style បែបណាយើងយក style មួយហ្នឹងមកបាទតោះជំហានបន្ទាប់យើងត្រូវដាក់វាមកឆ្វេងវិញមកខាងឆ្វេងយើងអាចប្រើ shortcut អីគេ shortcut control បូកនឹងអក្សរ L បាទ align left យើងអាចប្រើ shortcut control បូកនឹងអក្សរ L ហ្នឹងមកតោះឥឡូវយើងចូលទៅធ្វើទៀតជំហានដំបូងគឺ copy នេះសិនមកហើយខ្ញុំសូមចែកកតានឹងជា2បាទតោះខ្ញុំ copy នេះសិនហើយខ្ញុំចុចកន្លែងនេះមួយ control V បាទផាសមកខ្ញុំដាក់វាបូនតិចអូខេចូលទាត់ខ្ញុំ copy នេះសិន copy អក្សរនេះមកចូលសិនណាអ្នកទាំងនេះមើលអក្សរនេះមកវាគៀកគ្នាពេកទេអត់អញ្ចឹងដើម្បីឲ្យវាមានកម្រិតដោយសារមើលមកកន្លែងនេះអញ្ចឹងវាចិត្តគ្នាពេកបាទអញ្ចឹងវាអត់ស្អាតទេអញ្ចឹងយើងដាក់វាមានកម្រិតតិចមកយើងចូលមក home យើងយកកន្លែងline and paragraph spacing បាទយើងយកកន្លែងហ្នឹងមកចង់បានកម្រិតទៅណាយកត្រឹមលេខមកលេខឡើងយកលេខ2ចុះបាទ 2.0 យើងយកប៉ុណ្្នឹងមកមើលទៅវាគួរសមប៉ុណ្្នឹងឬបើសិនជាធំពេកយើងអាចសេរីនៅក្រៅទៀតបានទេតោះកន្លែងហ្នឹងយើងនេះយើងឃើញហ្នឹងណាទីតងទៅនឹងកន្លែងហ្នឹងមិនយើងប្រើkeyboard ទេណាហេតុអីបានខ្ញុំមិនឲ្យនេះយើងប្រើ keyboard អញ្ចឹងទីតងសញ្ញាចុចហ្នឹងមិនសិនជាយើងប្រើ keyboard ក៏បានដែរនេះប្រើសញ្ញាចុចហ្នឹងក៏តែគេមិនប្រើហ្នឹងទេហេតុអីកាលណាតែយើងប្រើហ្នឹងទៅហើយវាអត់ស្មើស្អាតទេយើងដាក់ទៅវាវែងខ្លីអញ្ចឹងណាបាទអញ្ចឹងវាអត់ស្អាតទេអញ្ចឹងបើសិនជាយើងចង់ឲ្យវាស្មើស្អាតឧទាហរណ៍ថាសញ្ញាចុចហ្នឹងយើងយកដល់ត្រឹមណាឥឡូវខ្ញុំយកដល់ត្រឹមលេខ7បាទអញ្ចឹងដើម្បីដាក់ហ្នឹងបានយើងចុចអីគេចុច double click នៅកន្លែងហ្នឹងមកយើងចុច mouse ឆ្វេង2ដងឲ្យលឿនណាយើងយក cursor របស់យើងហ្នឹងដាក់នៅចំកន្លែងហ្នឹងមកកុំទៅលើពេកឬកុំក្រោមពេកយើងដាក់មកល្មមប៉ុណ្ណឹងមកយើងចុច double click មក mouse ឆ្វេង2ដងចុចមកបាទនេះឃើញទេវាលោតឲ្យហេតុអីបានចេញលេខ7នេះលេខ7នេះហេតុអីបានចេញហ្នឹងដោយសារយើងយកត្រឹមលេខ7បើយើងយកលេខ6វាចេញលេខ6ឯងវាចេញលេខ7ទេបាទអញ្ចឹងកន្លែងនេះយើងចុចយកលេខ7មកហើយយើងទាក់ទងទៅនឹង alignment ហ្នឹងយើងអត់កំណត់អីទេដោយសារយើងយកពីឆ្វេងមកស្ដាំអញ្ចឹងវាជួប left ស្រាប់ហើយមួយទៀតយើងមើលមកកន្លែង leader ហ្នឹងបើសិនជាយើងយកណាន់សញ្ញាចុចនេះសញ្ញាចុចហ្នឹងចុចស្អីវាសូឲ្យសញ្ញាចុចហ្នឹងវាអត់ចេញឲ្យអញ្ចឹងយើងត្រូវយកគេនេះវាមាន3 4 style ទាំងអស់ហ្នឹងណាន់ទី2ទី3ហើយនិងទី4អញ្ចឹង style មួយណាដែលយើងឆ្លាញ់យើងចង់ប្រើយកមួយហ្នឹងមកបាទយើងចុចលេខ2មកនេះហើយយកអូខេមកវាអត់ទាន់ចេញទេហេតុអីអញ្ចឹងដើម្បីឲ្យវាចេញនេះយើងចុច keyboard របស់យើងណានេះចុច key នេះ key tab បាទយើងចុច tab មកវាចេញឲ្យទេអូខេតោះចុចមកនេះឃើញទេកន្លែងហ្នឹងយើងដាក់លេខរ៉ូម៉ាំងណាបាទឃើញអត់យើងដាក់ប៉ុណ្្នឹងមកហើយយើង enter មកយើងធ្វើទៀតយើង copy ទៀតមកកន្លែងនេះវាបាទយើង copy មកអញ្ចឹងមកទោះពីយើង copy បានប៉ុណ្្នឹងហើយយើងត្រូវធ្វើមកទៀតយើងត្រូវដាក់នេះម្ដងទៀតមែនតែពិតទៅបើសិនជាយើងដាក់ហើយម្ដងហើយយើងបើចាំដាក់ឯងប៉ុន្តែបើយើងដាក់ក៏បានដែរយើងដាក់ក៏បានអត់ក៏បានក៏បើសិនជាយើងដាក់យើងអាចថាយើងខាតពេលប៉ុន្តែបើសិនជាយើងដាក់ហើយម្ដងហើយគឺវាលឿនហើយយើងបាច់ចាំទៅចំណាយពេលដាក់ម្ដងទៀតទេអញ្ចឹងដើម្បីឲ្យវាចេញសញ្ញានេះដូចគ្នាគឺយើងចុចអីគេមិញបាទចុច tab នេះមកវាបានដូចគ្នាយើងបាច់ចាំទៅដាក់ម្ដងទៀតទេបាទនេះឃើញទេឃើញវាមកស្មើគ្នានេះទី2យើងចុចអីគេ tab ទៀតមកហើយយើងដាក់លេខ2មកស្មើគ្នានេះឃើញទេតោះទៀតខ្ញុំសូមដាក់ឲ្យអស់តែម្ដងចឹងទាក់ទងទៅនឹងកន្លែងនេះវាដែលទេហើយគ្នាយើងព្យាយាមធ្វើទៅខ្ញុំគិតថាចេះហើយបាទវាមិនបាក់ទេបើសិនជាយើងមិនទាន់ឬក៏មានចងល់កន្លែងណាមួយចឹងអាចឆាត់មកសួរខ្ញុំមកឬ comment នៅក្រោមវីដេអូនេះក៏បានដែរបាទតោះចូលដល់ section 2ដូចតែគ្នាទេខ្ញុំសូម copy នេះខ្ញុំបូរនេះតិចសិនណាបាទខ្ញុំ copy យកទាំង4ទាំង5នឹងតែម្ដងតោះយើងមើលសិនមក
កន្លែងនេះវារៀងគៀកគ្នាពេកអញ្ចឹងយើងដកកម្រិតវាដូចមុនមកវា select វាទាំងអស់នេះកាលណាបើសិនយើង select ទៅមកជួអញ្ចឹងវាឲ្យអញ្ចឹងយើងត្រូវ select វាទាំងអស់ចូលមកណាចូលមក home មក paragraph យក line and spacing មកយើងយក 1.5 បាទដោយសារនេះវារៀងវែងពេកអានេះខ្ញុំបន្ថយវិញយកត្រឹម 1.5 ដែរបាទប៉ុណ្្នឹងបាននេះតែបើសិនជាយើងដាក់អក្សរខ្មែរអាចថាវារៀងគៀកដោយសារអក្សរខ្មែរវាមានជើងមានស្រែអញ្ចឹងណាបាទcònតែអង់គ្លេសវាអត់អីទេយើងគិតថាយកប៉ុណ្្នឹងអាចស្អាតសមស្របបាទតោះកន្លែងនេះវាជួបមកលេខ6វិញអញ្ចឹងយើងដោះវាចេញសិនណាបាទតោះខ្ញុំសូមបង្ហាញពីរបៀបដាក់កន្លែងនេះមួយទៀតតែដើម្បីដាក់បានដែរទេយើងចុចត្រឹមលេខ7មកហើយយើងយកលេខ7កន្លែងនេះកន្លែង comment ឬក៏យើងបាទយើងចុចលេខ7មកកន្លែងនេះយើងយក left ដែរដោយសារយើងយកពីឆ្វេងមកស្ដាំណាហើយកន្លែង left ដែរយើងយកលេខ2មកហើយយើងអូខេបាទតោះហើយយើងចុចអីគេចុច tab មកបាទប្រយ័ត្នភ្លេចហើយកន្លែងនេះហេតុអីបានជាវាចេញអ្នកនរគ្នាដឹងទេនេះហេតុអីបានវាចេញដោយសារបើសិនជាយើងសរសេរអក្សរម្ដងមកជួយើងដាក់វាឲ្យកំតែកាលណាតែយើងសរសេរច្រើនជួរចេះហើយយើងទៅដាក់នឹងគឺវាឲ្យទេបាទអញ្ចឹងផលវិបាកគឺបែបហ្នឹងដែរពេលយើងធ្វើយើងអាចដាក់ម្ដងមួយនេះបាទអញ្ចឹងបើសិនជាយើងគេថាបើសិនជាយើងធ្វើម្ដងមួយអញ្ចឹងវាយូរដែរប៉ុន្តែមានវិធីធ្វើមួយទៀតបាទយើងអាច select របៀបទាំងអស់អញ្ចឹងមកបាទយើង select របៀបទាំងអស់អញ្ចឹងមក select អញ្ចឹងមកហើយយើងមកដាក់វានៅកន្លែងហ្នឹងដែរមកយើងដល់មក click មកណាយើងចុចកន្លែងហ្នឹងមកនេះឃើញទេបាទយើងយកលេខមែនមានលេខ1និងលេខ7អញ្ចឹងយើងយកលេខមែនយើងយកលេខ7មក select 6យកអញ្ចឹងយើងយកលេខ7មកនេះត្រូវទេយើងយកលេខ2មកយើងអូខេហើយលេខ6ដោះចោលបាទតោះដល់នេះឃើញហើយវាចេញឲ្យយើងដល់នេះឃើញទេបាទអញ្ចឹងយើងអាចដាក់បានចុច tab មកឃើញអត់បាទឲ្យប៉ុណ្ណឹងយើងគួរតែដាក់លេខត្រូវមកលេខមែនលេខ4 5 6 7លេខ8បាទតោះអញ្ចឹងតេតងទៅនឹង table of content ហ្នឹងគឺមានប៉ុណ្្នឹងទេសម្រាប់ការប្រើប្រាស់ជាមួយមេត្តាមេរៀនរបស់យើងអញ្ចឹងណាបាទនឹងគឺជារបៀបនៃការដាក់ line របស់យើងនៅក្នុង table of content ណាបាទអញ្ចឹងអ្នកនរគ្នាចេះដោះនេះវិញតិចប្រយ័ត្នថាជួបច្រើនអញ្ចឹងអត់ដឹងថាដោះមិនអញ្ចឹងយើងដោះមកយ៉ាងបើសិនជាជួបច្រើនអញ្ចឹងប្រយ័ត្នចេះដាក់អត់ចេះដោះបាទឡើយខ្ញុំបង្ហាញពីរបៀបដោះចឹងដើម្បីដោះបានយើងគ្រាន់តែយក mouse របស់យើងនេះ cursor របស់យើងនេះមកដាក់លើវាមកយើងចុចឲ្យជាប់មកទាញមកក្រោមមកនេះវាបាត់ហើយបាទវិធីមួយទៀតយើងអាចចូលមកកន្លែងហ្នឹងមកយើងយក clear មកនេះវាបាត់ហើយបើសិនជាយើងយក clear all វាលុបទាំងអស់ចឹងគ្រាន់តែយក clear មកយើងអូខេមកវាបាត់ហើយបានដូចគ្នាណាបាទអញ្ចឹងមួយទៀតបើសិនជាយើងអត់មាន ruler ដូចរបស់ខ្ញុំនេះណាពេលខ្លះយើងធ្វើស្រាប់តែអត់មាន ruler ហ្នឹងពីដំបូងមកខ្ញុំភ្លេចប្រាប់ដែរកន្លែងនេះបើសិនជាខ្ញុំប្រាប់ពីដំបូងល្អអញ្ចឹងបើសិនជាអត់មាន ruler ហ្នឹងទេក៏យើងពិបាកដាក់ line នេះដែរយើងអាចដាក់បានយើងដឹងថាវាត្រឹមណាអញ្ចឹងណាបាទអញ្ចឹងដើម្បីឲ្យវាឃើញ ruler ហ្នឹងបាននេះចូលមក view នេះបាទយើងចូលមក view មកយើងយកកន្លែង ruler នេះឃើញខ្ញុំដោះ tick ទៅវាបាត់ទេអញ្ចឹងដើម្បីឲ្យវាចេញ ruler ហ្នឹងយើងចុចសញ្ញាគ្រីកន្លែងហ្នឹងមកនេះឃើញទេបាទវាចេញឲ្យវិញហើយអូខេអញ្ចឹងនៅក្នុងមេរៀន table of content ហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាយើងមានចង្អល់ឬកំទោះកន្លែងណាមួយអាចសួរខ្ញុំបានណាបាទអញ្ចឹងសូមអរគុណសូមជម្រាបលាហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងណាបាទសូមអរគុណ